ក្រសួងសុខាភិបាលសង្កេតឃើញថាមានការចម្លងជំងឺអឹមផកនៅព្រះរាជាណាចក្រកម្ពុជាអាស្រ័យហេតុនេះក្រសួងសូមក្រានរំលឹកដល់ប្រជាពលរដ្ឋទាំងអស់ប្រុងប្រយ័ត្នផ្ទាល់ខ្លួនប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ដើម្បីបង្ការនូវការចម្លងជំងឺអឹមផកជំងឺអឹមផកឆ្លងពីមនុស្សម្នាក់ទៅម្នាក់ទៀតតាមរយៈការរួមភេទគ្រប់ទម្រង់ជាមួយអ្នកជំងឺអឹមផកការប៉ះពាល់ផ្ទាល់និងកន្លែងមានដំបៅទឹកសារពាង្គកាយទឹកមាត់ដំណក់តូចៗតាមផ្លូវដង្ហើមនិងសម្ភារៈប្រើប្រាស់របស់អ្នកជំងឺឆ្លងពីម្ដាយទៅទារកតាមរយៈទងសុកក្នុងអំឡុងពេលឬក្រោយពេលសម្រាលតាមរយៈការប៉ះពាល់ផ្ទាល់បើម្ដាយឪពុកមានជំងឺអឹមផករោគសញ្ញាជំងឺអឹមផកមានដូចជាកន្ទួលរមាស់ជាមួយពងទឹកនៅលើមុខបាតដៃជើងដងខ្លួនភ្នែកមាត់ឬប្រដាប់ភេទមានអាការៈគ្រុនក្តៅហើមកូនកណ្ដុរឈឺក្បាលឈឺសាច់ដុំឈឺចង្កេះនិងអស់កម្លាំងបើមានរោគសញ្ញាទាំងនេះត្រូវទៅពិគ្រោះយោបល់ជាមួយគ្រូពេទ្យនៅមណ្ឌលសុខភាពឬមន្ទីរពេទ្យឬទូរស័ព្ទទៅលេខ115ដើម្បីទទួលការពិគ្រោះយោបល់វិធានការបង្ការជំងឺអឹមផកអនុវត្តការរួមភេទដែលមានសុវត្ថិភាពដោយប្រើប្រាស់ស្រោមអនាម័យរាល់ពេលរួមភេទនិងជៀសវាងមានដៃគូច្រើនជៀសវាងប៉ះពាល់ផ្ទាល់ជាមួយអ្នកដែលមានរោគសញ្ញានៃជំងឺអឹមផកជៀសវាងប៉ះពាល់សម្ភារៈប្រើប្រាស់របស់អ្នកជំងឺជៀសវាងប៉ះពាល់ជាមួយដំណក់ទឹកចេញពីផ្លូវដង្ហើមឬតាមមាត់របស់អ្នកជំងឺត្រូវលាងសម្អាតដៃជាមួយសាប៊ូជែលសម្អាតដៃឬអាល់កុលបុគ្គលដែលសង្ស័យឬបញ្ជាក់ថាមានជំងឺអឹមផកត្រូវដាក់ដាច់ដោយឡែករហូតដល់ក្រមាជ្រុះអស់និងទទួលបានលទ្ធផលអវិជ្ជមានពីជំងឺអឹមផកបុគ្គលដែលថែទាំអ្នកជំងឺអឹមផកត្រូវអនុវត្តវិធានការការពារខ្លួនដោយពាក់ម៉ាស់លាងដៃពេលប៉ះពាល់ជាមួយអ្នកជំងឺអឹមផក